mình xưa cũng chẳng là cái này từ càng nghĩa AWS chẳng là cái này chiều đi cho một cái này live shield chẳng lấy như create instant thìយើងចាំវា update option តិចសិនចឹងយើងចូល WordPress យើង scroll មកក្រោមយើង add line script អូមែនទេយើងអមមកក្រោមទៀតយើង create key custom create យើងដាក់ឈ្មោះណាដែលយើងចាំខ្លួនឯង underscore e-commerce អូខេខ្ញុំដាក់តែប៉ុណ្្នឹង e-com create key pair ជួយមក download private key I got it អូខេយើងចុះក្រោមទៀតយក instant ចុះក្រោមទៀតbrand ដាក់ឈ្មោះវាហើយចឹងឡើយនេះយើងធ្វើការដាក់ឈ្មោះមួយទៀត underscore ecom double m អូខេយើងធ្វើការ add new tag date ថ្ងៃទី22 ថ្ងៃ22ត្រូវ22/06/2026ហើយ create instance set static IP វាសិនអូ set up បានចូល connect ហើយយើងចុចកន្លែង SID មួយហើយខាត់គឺចូល CAT ដក clear A tab ទីថោ copy password ទុក copy ទុក copy ទុក copy ទេControl Z កាត់ទេមកស្ដាប់ copy exit វាវិញហើយទៅលើវិញចូលមកក្នុង network ចុះអមទៀត attack static IP ដាក់ឈ្មោះឲ្យចាំទៅលើវិញ set WordPress admin អូខេយើងធ្វើការចុចកន្លែងនេះមកuser satu tu Bạn certificate thường bạn này certificateឈ្មោះនេះឈ្មោះនេះចឹងយើងចូលមកកន្លែង parent team ចឹងយើងមកកន្លែង add team នេះមួយយើងធ្វើការ search closing អូខេចឹងយើង install នេះមួយអូខេចឹងយើង install យើងចុច
activate នេះមួយចឹងយើងបានប៉ុណ្ណឹងហើយយើងចូល team detail ចុចពាក្យ install plugin ចឹងយើងចុច create នេះមួយ install រយបានទេGreen wheel ហើយយើងធ្វើការ create drop down drop down នេះ activate apply get started ចឹងសម្រាប់នេះគឺយើងធ្វើការ import team demo វាតោះចឹងយើងធ្វើការ start now install plugin import demo អូខេចឹងយើង all done ហើយយើងធ្វើការ view site នេះចឹងយើងបាន website ដែលយើង download plugin ជា theme នេះហើយចឹងយើងចូលទៅកន្លែង register domain ឡើងវិញថ្មីអានេះមួយចេញអូខេចឹងយើងតមកកន្លែងនេះវាយរោត ចឹងយើងធ្វើជារោត អញ្ចឹងយើងធ្វើការ get start ទី1យើង create host 0ហើយ get start តោះអញ្ចឹងយើងមកដល់នេះ domain នេះវិញការ copy name របស់យើងទៅវិញនេះទៅ copy and paste ពីអានេះម្ដង យើងជួ copy ម្ដងមកជួចេញទៅ create មួយ យើងធ្វើការ record ម្ដងទៀតដល់ដំបង គេ អានេះ copy អានេះដាក់ចូលហោចុចពីមុខមួយចេញចុចពីមុខមួយចេញនេះមក
យកមក ก็ได้สีแดง មកកន្លែងលេខដែរ สีแดง ស៊ីណែ record กันติเช็คดีนะ D Angus ពេច DNS របស់យើងហើយយើងចូលទៅបើក website របស់យើងមិញយើង copy អូខេ enter មួយអញ្ចឹងនេះwebsite របស់យើងគឺបានជោគជ័យបានសម្រេច